ចុះចំណែកបញ្ហាមនុស្សស្រីតើពេលដែលមនុស្សស្រី scan ណាស្រីរាងមនុស្សស្រីគេអាចវិភាគបានទេខ្លះស្រីរាងមនុស្សស្រីគេមើលថាចិញ្ចាំងទ្រាំនេះមាត់ស្បូនមានបញ្ហារលាកដែរទេហើយក៏ពេញដៃស្បូនហ្នឹងមានបញ្ហាដែលអាចមានបញ្ហាអីដែរទេអញ្ចឹងពេញដៃស្បូនទាំងសងខាងការពីនោះគេវិភាគទៅលើដើមទ្រូងសណ្ដំតើដើមទ្រូងយើងហ្នឹងមានបញ្ហារលាកនៅលើសាច់ដើមទ្រូងដែរទេសាច់សណ្ដំយើងហ្នឹងហើយមានការរីកនៃកពេញដោះដែរទេហើយតើយើងមានរលាករ៉ាំរ៉ៃនៅលើកពេញដោះហើយកពេញខាងក្នុងយើងហ្នឹងវាមានអាចនឹងមានដុះសាច់នៅលើកពេញដោះដែរទេអញ្ចឹងទាំងនេះសុទ្ធតែអាចវិភាគឃើញទាំងផ្នែករោគស្ត្រីទាំងផ្នែកដង្ការពីនោះគឺវិភាគវត្តរដូវតើវត្តរដូវយើងហ្នឹងពាក់ព័ន្ធនឹងវត្តរដូវយើងហ្នឹងតើវាធម្មតាឬក៏មានអីខុសប្រក្រតីដែរទេវាពាក់ព័ន្ធពីអរម៉ូននៅដែលមករដូវយើងហើយមួយទៀតគឺពាក់ព័ន្ធនឹងអរម៉ូនមនុស្សស្រីមានពួកអូស្ត្រាចែនអង់ដ្រូសែនប្រូជេស្តេរ៉ូនអល់ហាប្រូឡាក់ទីនហើយនិង FSH អញ្ចឹងគាត់វិភាគដឹងអរម៉ូនមនុស្សស្រីទាំងអស់តែបើសិនជាមានបញ្ហាបងប្អូនសួរថាត្រូវធ្វើម៉េចគឺត្រូវទៅបណ្ឌិតពេទ្យជាដើម្បីបញ្ជាក់ឲ្យយើងរកដំណោះស្រាយភាពបានហើយការវិញហ្នឹងគឺមានការសង្ខេបពាក់ព័ន្ធនឹងរបាយការណ៍ដែលយើងធ្វើជាសង្ខេប2ស្លាបទៅ3ស្លាបតាមអ្វីដែលបងប្អូនមានបញ្ហាហើយគាត់នឹងផ្ដល់អនុសាសន៍ថាតើយើងត្រូវធ្វើម៉េចប្រសិនបើយើងតែមានបញ្ហាពាក់ព័ន្ធនឹងរោគស្ត្រីគឺគូពេទ្យគាត់នឹងប្រឹក្សាតម្រង់ទិសទៅបណ្ឌិតខាងរោគស្ត្រីបើមានបញ្ហាផ្នែកកាពះពោះវៀនថ្លើមយើងនឹងទៅជួបខាងគូពេទ្យឯកទេសហ្នឹងបើមានបញ្ហាខាងសួតគឺយើងត្រូវទៅជួបខាងហ្នឹងហើយបើពាក់ព័ន្ធនឹងកពេញកគឺយើងជួបគូពេទ្យខាងកពេញកអញ្ចឹងការដែលយើង scan នេះគឺដើម្បីតម្រង់ទិសមួយដើម្បីឲ្យយើងនឹងទៅធ្វើរោគវិនិច្ឆ័យដឹងថាយើងឈឺពិតប្រាកដហើយយើងទៅជួបគូពេទ្យហ្នឹងដើម្បីព្យាបាលអញ្ចឹងទោះបីបងប្អូនមានបញ្ហាណាមួយនៅចំណុចកន្លែងណាគឺគាត់វិភាគឲ្យបងប្អូនដឹងមុនអញ្ចឹងបងប្អូនចាប់អារម្មណ៍ក្នុងការដឹងថាការដែលវិភាគហ្នឹងវាមិនសិននឹងកម្រិតណាបងប្អូនអាចមកមើលបាននៅទីពេទ្យអូខេ